គេខ្លះកំពុងតែមានអារម្មណ៍ថាពិបាកក្នុងខ្លួនពិបាកក្នុងចិត្តនិយាយទៅអត់មានរឿងអីត្រូវគិតក៏គិតច្រើនខ្វាយខ្វល់ច្រើនពិបាកចិត្តច្រើនព្រួយបារម្ភច្រើនខ្វាយខ្វល់រឿងដែលមិនទាន់កើតឡើងសោកស្ដាយជាមួយនឹងអតីតកាលគេខ្លះដែលមានអារម្មណ៍ថាខ្លួនឯងកំពុងតែដើរនៅលើវិថីជីវិតមួយដែលតែតោលអត់ដឹងថាត្រូវទៅណាទៅណីកោះត្រោយមិនដឹងនៅណាចង់ដឹងអត់ថាអារម្មណ៍បែបហ្នឹងកើតឡើងមកពីអីអារម្មណ៍បែបហ្នឹងកើតឡើងមកពីការខ្វះទំនុកចិត្តលើខ្លួនឯងបើសួរថាអ្នកទាំងអស់គ្នាជឿជាក់លើសមត្ថភាពខ្លួនឯងអត់ចម្លើយគឺ no ហើយបើអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងអត់ចម្លើយក៏ដូចគ្នាមនុស្សដែលស្រឡាញ់ខ្លួនឯងមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងភាគច្រើនគឺយើងមានអារម្មណ៍សប្បាយចិត្តជាជាងកើតទុក្ខនិយាយរួមទៅមនុស្សដែលមានទំនុកចិត្តមានភាពជឿជាក់លើខ្លួនឯងគឺជាមនុស្សដែលមានក្តីសង្ឃឹមលើគំនិតវិជ្ជមានសង្ឃឹមលើភាពរីកចម្រើនសង្ឃឹមថាជីវិតនឹងអាចល្អប្រសើរជាងនឹងសង្ឃឹមថាខ្លួនឯងនឹងអាចដោះស្រាយបញ្ហាដែលកំពុងជួបបានជីវិតដែលពោពេញដោយក្តីសង្ឃឹមគឺជាជីវិតដែលមានថាមពលជាជីវិតដែលរីករាយទោះបីជាយើងជួបទុក្ខឬក៏បញ្ហាក៏ដោយប៉ុន្តែជីវិតដែលមិនមានក្តីសង្ឃឹមទោះបីជាអ្នកទាំងអស់គ្នាមិនទាន់ជាជួបបញ្ហាអីធំដុំក៏ជីវិតអត់ន័យសោះក៏ក្រោះអត់មានជាតិចៅដែរមូលហេតុដោយសារតែយើងគិតថាខ្លួនយើងអត់អាចធ្វើបានយើងអត់មានភាពជឿជាក់លើខ្លួនឯងអញ្ចឹងអ្វីដែលយើងចង់បានណាធ្វើឲ្យយើងគ្មានក្តីសង្ឃឹមថាយើងអាចយកវាបានឬអាចទៅដល់វាទេនេះឲ្យមូលហេតុដែលធ្វើឲ្យយើងកើតទុក្ខហើយបូកផ្សំនឹងបងប្អូនខ្លះគាត់ជួបរឿងអតីតកាលដែលគាត់ធ្លាប់សម្រេចចិត្តខុសគាត់ធ្លាប់ធ្វើរឿងខុសហើយគាត់ដកទុកក្នុងអារម្មណ៍ហ្នឹងហើយអញ្ចឹងធ្វើឲ្យគាត់កាន់តែខ្វះទំនុកចិត្តលើខ្លួនឯងកាន់តែគ្មានក្តីសង្ឃឹមរស់នៅក្នុងជីវិតមួយដែលលំបាកវេទនាផ្លូវចិត្តខ្លាំងមែនតើបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ឲ្យខ្លួនឯងខ្លាចជាមនុស្សម្នាក់ដែលមានអារម្មណ៍ភ័យខ្លាចច្រើនឬក៏ខ្លាចជាមនុស្សម្នាក់ដែលមានជំងឺផ្លូវចិត្តគួរតែបលែងចោលរឿងណាដែលវាកន្លងផុតហើយចាប់ផ្ដើមសម្លឹងមើលរឿងល្អៗដែលខ្លួនឯងបានធ្វើបានសម្រេចវាចាហើយផ្ដល់ក្តីសង្ឃឹមនិងបង្កើនទំនុកចិត្តលើខ្លួនឯងដើរទៅមុខបន្តទៀតវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាមានចម្ងល់អីឬក៏មានអីបន្ថែមអាច comment ខាងក្រោមវីដេអូនេះបានស្រឡាញ់ចូលចិត្តឬចង់សួរអីបន្ថែមក៏អាច comment នៅខាងក្រោមវីដេអូបានដូចគ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានក្តីស្រឡាញ់ចំពោះខ្លួនឯងមានភាពជឿជាក់លើខ្លួនឯងអាចសម្រេចបំណងប្រាថ្នារបស់ខ្លួនឯងបានត្រូវចាំថាគ្រប់យ៉ាងយើងអាចធ្វើបានអ្វីដែលយើងចង់ពិតប្រាកដ